កប់កពឹសកូនត្រីឬក៏អប់កពឹសកូនត្រីហ្នឹងជាម្ហូបបែបស្រុកស្រែនិយាយទៅគឺខ្មែរចំហ្មងមកនេះយើងយកឲ្យរៀងដិតប្រហុកបន្តិចមកថែមកសាំងរៀងជូរជូរហើយថែមបន្តិចឲ្យសត្វក្នុងនឹងទៀតហើយនិយាយវាថាញ៉ាំជាមួយបន្លែស្រស់ៗគឺត្រូវជាតិគ្នាខ្លាំងមែនទែនសម្រាប់កពឹសជាមួយកូនត្រីយើងលាងទឹកលាងឲ្យស្អាតទុកវាសម្រាប់ទឹកសិនមកយើងមកបុកគ្រឿងម្ដងសម្រាប់គ្រឿងនេះគឺរបៀបដូចគ្រឿងយើងស្លម្ជូរគ្រឿងអញ្ចឹងបងប្អូនហើយបន្ទាប់ពីនឹងមកគឺខ្ញុំបន្ថែមកសាំងមួយគ្រាប់សម្រាប់កសាំងគឺខ្ញុំដាក់ច្រើនទេបងប្អូនដោយសាររសជាតិជូរខ្ញុំយករៀងជូរតិចៗអញ្ចឹងណាអត់ចង់ឲ្យវាជូរខ្លាំងពេកទេគ្រឿងបន្តមកទៀតដែលខ្វះអត់បានហ្នឹងគឺជាប្រហុកនេះយើងប្រើ5-6កន្ទុយលាងទឹកលាងឲ្យជ្រះអំបិលច្រាំឲ្យម៉ត់ដាក់ច្បល់ចូលជាមួយគ្រឿងបុកនឹងមកបន្ទាប់ពីនឹងមកយើងមានជាម្រះព្រៅម្ទេសអាចសាច់ជាមួយនឹងស្លឹកល្មៀតសម្រាប់យើងខ្ចប់សម្រាប់ស្លឹកល្មៀតរបស់ខ្ញុំនេះវារៀងធ្លុះបន្តិចចឹងណាបងប្អូនហើយការលាយគ្រឿងដំបូងគេហ្នឹងយើងដាក់កពឹសកូនត្រីចូលយើងដាក់គ្រឿងបុកជាមួយប្រហុកមួយនឹងចូលហើយខ្ញុំបន្ថែមទឹកត្រីតែបន្តិចទេបងប្អូនបន្ទាប់មកហ្នឹងគឺបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងស្ករត្នោតកន្លះស្លាបព្រាបាយសម្រាប់ស្ករនេះបងប្អូនអាចប្រើស្ករសក៏បានដែរហើយរសជាតិនេះគឺខ្ញុំអត់យកផ្អែមខ្លាំងទេបងប្អូនផ្អែមនេះគឺផ្អែមតិចៗទេអញ្ចឹងឲ្យបងប្អូនណាដែលចូលចិត្តរសជាតិរៀងផ្អែមអាចបន្ថែមជាងនឹងបន្តិចក៏បានដែរហើយបញ្ជាក់បងប្អូនកពឹសហើយនឹងកូនត្រីរបស់ខ្ញុំសរុបទាំងអស់គឺមានចំនួន3ខាំបន្ទាប់ពីនឹងមកចាំយើងដាក់ស្លឹកម្រះព្រៅចូលជាមួយនឹងម្ទេសអាចសាច់សម្រាប់ម្ទេសនេះបងប្អូនអត់ចង់ដាក់ក៏បានដែរបើខ្ញុំបុកលាយជាមួយនឹងគ្រឿងខ្លះហើយខ្ញុំដាក់ទាំងមូលអញ្ចឹងខ្លះអញ្ចឹងណាបន្ទាប់ពីយើងច្បល់វាចូលជាតិរួចរាល់អស់ហើយចាំយើងយកវាមកខ្ចប់មកសម្រាប់អានេះពីដំបូងខ្ញុំគិតថាយកទៅអាំងទេបងប្អូនប៉ុន្តែដោយសារតែស្លឹកល្មៀតរបស់ខ្ញុំនេះវារៀងធ្លុះអញ្ចឹងណាបើសិនជាយើងយកទៅអាំងទៅគឺវាហូរទឹកចេញអស់តែកាលណាហូរទឹកចេញអស់គឺខ្សោះអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងហើយគឺខ្ញុំសម្រេចចិត្តយកវាមកអប់មកសម្រាប់ការអប់នេះគឺខ្ញុំទ្រាំស្លឹកល្មៀតហើយរុំវាឲ្យជិតហើយយកទៅដាក់លើភ្លើងគឺយើងប្រើភ្លើងតិចមែនទេណាបងប្អូនហើយអត់មានបន្ថែមទឹកបន្ថែមអីទេសម្រាប់ទឹកហ្នឹងគឺវាចេញពីកពឹសចេញពីកូនត្រីរបស់យើងនឹងនិយាយទៅវាអត់ខ្លោចឆ្នាំងទេបងប្អូនកុំឲ្យតែយើងបើកភ្លើងក្តៅខ្លាំងសម្រាប់ការអប់នេះប្រហែលជាខ្ទង់10នាទីអីហ្នឹងគឺវាឆ្អិនហើយបងប្អូនដូចដែលខ្ញុំបានបង្ហាញអញ្ចឹងអានេះអត់មានដាក់ទឹកដាក់អីណាបងប្អូនវាអត់ខ្លោចបានទេអានេះគឺបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានទេប៉ុន្តែគឺយើងអត់ទាន់លើកចុះពីលើភ្លើងហ្នឹងឯណាបើសិនជាស្ទើរអីបងប្អូនអាចបន្ថែមឲ្យច្បល់វានៅលើហ្នឹងបន្តិចទៅប៉ុន្តែគ្រាន់តែថាយើងកុំច្បល់វាធ្ងន់ដៃពេកវាអាចនឹងធ្វើឲ្យកពឹសកូនត្រីរបស់យើងបែកម៉ត់អត់សូវឆ្ងាញ់អញ្ចឹងណាបើសិនជាបងប្អូនត្រូវថែមថយគ្រឿងថែមប៊ីចេងថែមស្ករអីអញ្ចឹងយើងច្បល់ឲ្យគ្របវាទុកប្រហែលជាខ្ទង់3ទៅ4នាទីអីទៀតទៅយើងអាចយកមកញ៉ាំបានហើយសម្រាប់មុខនេះគឺយើងអត់សូវយកផ្អែមទេណាបងប្អូនផ្អែមតិចរៀងជូរតិចប៉ុន្តែយកឲ្យរៀងដិតប្រហុកហើយសម្រាប់អានេះបើសិនជាបងប្អូនបានយកទៅអាំងក្លិនរបស់វាគឺកាន់តែឈ្ងុយខ្លាំងហ្មងហើយបងប្អូនធ្វើឲ្យកុំភ្លេចបន្លែស្រស់មានស្ពៃក្តោបតសក់អីហ្នឹងរបៀបដូចបន្លែប្រហុកអញ្ចឹងបន្ទាប់ជាមួយគ្នាទៅគឺត្រូវជាតិគ្នាមែនតើ